នេះជាអេបតាមដានគាត់សម្រាប់កូនក្នុងផ្ទៃជាការប៉ុណ្ណាសម្រាប់ម៉ាមីបច្ចុប្បន្នតែងតែតាមដានការវិវត្តរបស់កូនហើយនេះជាអេបនៅស្រុកខ្មែរដែលខ្ញុំមានកូនទី1ខ្ញុំប្រើនៅស្រុកខ្មែរហើយនេះជាអេបកូនទី2ដែលខ្ញុំប្រើនៅសម្រាប់ខាងអូស្ត្រាលីក៏ដោយសារអេបនៅស្រុកខ្មែរអត់អាចមកប្រើនៅខាងអូស្ត្រាលីបានទេហើយអេបទាំងពីរនេះដែរគឺប្រើ free បើសួរថាហេតុអីចាំបាច់ធ្វើការប្រើអេបដើម្បីតាមដានគាត់ជាការប៉ុណ្ណាម៉ាមីសម័យមុនគាត់អត់ដែលតាមដានគាត់នៅក្នុងផ្ទៃទេគឺគាត់តែងតែទៅពេទ្យហើយស្ដាប់ដុកទ័របញ្យលប្រាប់ចឹងទៅទើបគាត់ដឹងប៉ុន្តែសម្រាប់ម៉ាមីសម័យថ្មីទាំងទៅពេទ្យទាំងតាមដានខ្លួនឯងគឺគាត់ត្រូវអនុវត្តគ្រប់ជំហានដើម្បីចង់ដឹងពីការលូតលាស់របស់កូនដូចជាកូនមានអាយុប្រហែលសប្តាហ៍ប្រហែលថ្ងៃហើយ baby ក្នុងកំឡុងពេលប៉ុណ្ណឹងសប្តាហ៍ហ្នឹងការលូតលាស់អីខ្លះហើយម្ដាយមានការប្រែប្រួលបម្រែបម្រួលអ្វីខ្លះហើយយើងត្រូវធ្វើអីខ្លះនៅក្នុងសប្តាហ៍ហ្នឹងហើយនៅក្នុង app ក៏មាន to do list សម្រាប់ឲ្យយើងធ្វើសម្រាប់ត្រីមាសទី1ទី2ទី3រហូតដល់ពេលកើតថាយើងត្រូវ check up អីខ្លះយើងត្រូវមើលទៅលើគំនូរអ្វីខ្លះពេលដែលយើងជួបដុកទ័រហើយយើងបានធ្វើហើយនៅយើងត្រូវ check up ខ្លួនឯងជៀសវាងការខកខានណាមួយដែលដុកទ័រក៏អត់បានប្រាប់យើងចឹងហើយក្នុង app ហ្នឹងដែរក៏មានជួយឲ្យយើងសម្រាប់ការកត់ត្រាគីឡូរបស់យើងតាំងពីទម្ងន់រហូតដល់ពេលកើតយើងកើនបានប៉ុន្មានគីឡូក្នុងមួយខែដើម្បីតាមដានសុខភាពរបស់យើងថាត្រូវតាមស្តង់ដារអត់ហើយក៏អាច check ជាមួយនឹងកូនធាក់យើងអាចរាប់ចំនួនកូនធាក់នៅក្នុងមួយថ្ងៃធាក់ប៉ុន្មានដងយើងអាចជួយសម្រួលក្នុងការកត់ត្រាផ្សេងៗនឹងជួយឲ្យយើងមានចំណេះដឹងទូទៅដែលយើងអាចឆែកមើលដឹងនៅក្នុង app ហ្នឹងថាយើងត្រូវវិវត្តអីខ្លះហើយយើងត្រូវធ្វើអីខ្លះហើយសុខភាពយើងយ៉ាងម៉េចខ្លះដែរប្រៀបដូចជាការស្រាវជ្រាវតូចមួយដែលយើងអត់បានស្រាវជ្រាវចំចំណុចចំពេលវេលាដែលយើងត្រូវដឹងណា